នៅក្នុងព្រឹត្តិការណ៍ដ៏កម្រមួយសាធារណរដ្ឋប្រជាធិបតេយ្យឲ្យប្រជាមានិតកូរ៉េខាងជើងបានបើកដំណើរការគម្រោងទេសចរដ៏ធំមួយនៅឯតំបន់ឆ្នេរភាគខាងកើតនៃប្រទេសគឺតំបន់ទេសចរឆ្នេរ Wonsenkoma Coastal Tourist Zone ដែលជាគម្រោងមួយដែលត្រូវបានជំរុញដោយមេដឹកនាំកម្ពុជាគីមចុងអ៊ុនអស់រយៈពេលជាច្រើនឆ្នាំវីដេអូនេះត្រូវបានចេញផ្សាយដោយ Channel ព័ត៌មាន Shanghai នៅថ្ងៃទី25ខែមិថុនាឆ្នាំ2025បង្ហាញពីពិធីសម្ពោធដ៏អស្ចារ្យដែលមានការចូលរួមពីភ្ញៀវកិត្តិយសអន្តរជាតិរួមទាំងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើងផងដែរតំបន់ទេសចរថ្មីនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងកំពង់ផែ Wonsan ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតរួមមានសណ្ឋាគារមជ្ឈមណ្ឌលកម្សាន្តសួនទឹកឆ្នេរខ្សាច់សិប្បនិម្មិតនិងគ្រឿងបរិក្ខារផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសពីប្រទេសចិនរុស្ស៊ីនិងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លោកគីមចុងអ៊ុនដែលបានចូលរួមក្នុងពិធីសម្ពោធនេះត្រូវបានគេរាយការណ៍ថាបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់គម្រោងនេះហើយបានចាត់ទុកថាវាជានិមិត្តរូបនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការបើកចំហរបស់ប្រទេសកូរ៉េខាងជើងបើទោះបីជាប្រទេសនេះនៅតែស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹងដោយសារតែកម្មវិធីអាវុធនុយក្លេអ៊ែរនិងបញ្ហាសិទ្ធិមនុស្សវត្តមានរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅក្នុងពិធីសម្ពោធនេះត្រូវបានគេមើលឃើញថាជាសញ្ញាមួយនៃការពង្រឹងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងព្យុងយ៉ាងជាពិសេសក្រោយពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននិងប្រឈមមុខនឹងភាពឯកោពីបស្ចិមប្រទេសអ្នកវិភាគបានលើកឡើងថាគម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់របបគីមក្នុងការប្រមូលរូបិយប័ណ្ណបរទេសយ៉ាងច្រើនតាមរយៈទេសចរដើម្បីផ្ដល់មូលនិធិដល់កម្មវិធីអាវុធនុយក្លេអ៊ែរនិងកាត់បន្ថយការពឹងផ្អែកលើជំនួយនិងការជួញដូរខុសច្បាប់ទោះបីជាយ៉ាងណាក៏ដោយអ្នករិះគន់បានចោទសួរថាតើគម្រោងនេះពិតជាអាចទាក់ទាញភ្ញៀវទេសចរបានដែរឬទេដោយសារតែបញ្ហារឹតបន្តឹងការធ្វើដំណើរការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនិងការភ័យខ្លាចពីការបាត់ខ្លួនឬការឃុំខ្លួនដោយអាជ្ញាធរកូរ៉េខាងជើងលើសពីនេះទៅទៀតកូរ៉េខាងជើងនៅតែរក្សាការបិទព្រំដែនចាប់តាំងពីការចាប់ផ្ដើមជំងឺរាតត្បាត COVID-19 ហើយមិនទាន់បានបើកព្រំដែនដើម្បីទទួលភ្ញៀវទេសចរបរទេសជាផ្លូវការនៅឡើយទេលើកលែងតែក្រុមអ្នកទេសចរមួយចំនួនតូចពីប្រទេសរុស្ស៊ី North Korea opens landmark coastal Wonsan tourist zone Russian envoy attends the ceremony គឺជារបាយការណ៍ព័ត៌មានដ៏សំខាន់មួយដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់របបផ្ដាច់ការកូរ៉េខាងជើងក្នុងការស្វែងរកការបំបែកខ្លួនពីភាពឯកោខាងសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍទេសចរនិងការចងសម្ព័ន្ធមិត្តជាមួយប្រទេសរុស្ស៊ីវាក៏ជាការរំលឹកមួយថាទោះបីជាមានទណ្ឌកម្មនិងការរិះគន់យ៉ាងណាក៏ដោយរបបគីមនៅតែបន្តគ្រប់គ្រងនិងស្វែងរកមធ្យោបាយដើម្បីទ្រទ្រង់អំណាចនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះជាការបញ្ចប់របាយការណ៍ពីកម្មវិធីពិភពលោកនិងនយោបាយសូមអរគុណសម្រាប់ការតាមដានហើយយើងខ្ញុំសូមជួបគ្នាថ្មីនៅក្នុងវីដេអូបន្ទាប់ទៀត